ទាំងអស់គ្នាសភៅនេះខ្ញុំទិញហើយទុកចោលបាន1ឆ្នាំហើយអញ្ចឹងឆ្នាំនេះពាក់កណ្ដាលឆ្នាំពីខែ8ដល់ខែ12ហ្នឹង wish list bucket list របស់ខ្ញុំគឺចង់អានសភៅនេះឲ្យបានចប់ឆ្នាំហ្នឹងអញ្ចឹងចាំមើលសិនថាផ្សល់5ខែហ្នឹងអាចអានចប់អានេះហត់អាហ្នឹងគឺខ្ញុំចង់អានមែនតើប៉ុន្តែចេះទុកចោលដោយសារមាន reading slump ហើយមានសភៅទូទៅផ្សេងទៀតដែលចង់សាកមើលឲ្យអានឆាប់ចប់ប៉ុន្តែឥឡូវដូចមាន motivation អាច commit ទៅរឿងនេះបានហើយព្រោះអីមួយរយៈហ្នឹងដូចមានអារម្មណ៍ចង់អានមួយស្រាវជ្រាវពីប្រវត្តិសាស្ត្រខាងបារាំងនៅ TikTok ក៏គេមានរឿង movie ដែលតាក់ទងនឹង Marie Antoinette អញ្ចឹងគឺឲ្យចាប់អារម្មណ៍ដែរហើយខ្ញុំគិតថាអូបើជ្រុលមើលខាងប្រវត្តិសាស្ត្រអញ្ចឹងអានអីដែលតាក់ទងប្រវត្តិសាស្ត្រទៅក៏ល្អដែរហើយ War and Peace ហ្នឹងក៏ទីនៅកន្លែង My TBR យូរដែរហើយគឺពេលអានអានេះហ្នឹងសង្ឃឹមថាខែ12ហ្នឹងខ្ញុំបានអានចប់ហើយខ្ញុំនឹងធ្វើ book review ទៅតាមដំណាក់កាលព្រោះវាក្រាស់មែនតើ